កន្លែងដើរលេង4កន្លែងដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរីវគ្គ2នៅក្នុងវីដេអូវគ្គ2នេះគឺភាគច្រើនសុទ្ធតែជាតំបន់ភ្នំហើយស្ថិតនៅក្នុងពេលល្ងាចយើងអាចមើលថ្ងៃលិចអីបានតែក៏ប៉ុន្តែនេះគឺជាវីដេអូទី1ទេដែលខ្ញុំបានមកដល់ពេលល្ងាចតែម្ដងប៉ុន្តែសូមផុសវគ្គ2មុនតែម្ដងទៅដើម្បីឲ្យបងប្អូនងាយស្រួលតាមដានវគ្គ1នោះអីមកដល់កន្លែងទី1នេះគេហៅថារមណីយដ្ឋានអូរ៉ូមីដើម្បីខ្ញុំចូលញ៉ាំបាយពេលថ្ងៃត្រង់គ្រាន់តែមកដល់ទឹកដីខេត្តមណ្ឌលគិរីភ្លាមគឺមេឃភ្លៀងត្រជាក់ត្រជុំមែនតើមើលដល់កន្លែងនេះបងគិតថាខ្ញុំបែបមិនដែរតែកុំតាន់ឲ្យយល់ច្រឡំណាដោយសារតែពេលដែលខ្ញុំកាន់ឆាតគឺដឹងតែទឹកទាំងម៉ាក់ខ្ញុំទៀតអញ្ចឹងឯងទៅគាត់អត់ឲ្យខ្ញុំកាន់ទេពេលមកដល់កន្លែងនេះគឺថតរូបស្អាតមែនតើប៉ុន្តែដោយសារតែមេឃភ្លៀងអញ្ចឹងទៅគឺធ្វើឲ្យយើងអាចថតរូបបានទេប៉ុន្តែបើយើងមើលទាំងពេលមេឃភ្លៀងទៀតមានអារម្មណ៍ថា relax មែនតើហើយខ្ញុំក៏បានហៅកំងម្ហូបជាមួយនឹងបាយដែលខ្ញុំបានខ្ចប់មកពីភ្នំពេញខ្លះៗដែរហើយពេលដែលមេឃភ្លៀងហើយហ្នឹងគឺខ្ញុំមិនសុខចិត្តទេគឺត្រូវតែដើរមើលបរិវេណនៅជុំវិញហ្នឹងហើយក៏បានថតរូបខ្លះៗមួយចំនួនដែរបន្ទាប់ចេញពីអូរ៉ូមីមកខ្ញុំក៏បានធ្វើដំណើរទៅកាន់កន្លែងទី2ដែលគេហៅថាសមុទ្រឈើនៅកន្លែងនេះវិញបើសិនជាមើលទៅលើថ្ងៃលិចវិញគឺស្អាតមែនតើហ្មងហើយកន្លែងមួយនេះដែរគឺយើងអាចញ៉ាំជាមួយនឹងកាហ្វេឬក៏មានតែគេដែលគេលក់នៅតាមហ្នឹងដែរហើយនឹងពេលដែលយើងចូលថតនៅតាមរូបមួយនេះគឺគេគិតតម្លៃដែរគ្រាន់តែខ្ញុំមិនសូវច្បាស់ថាម្នាក់ចូលប្រហែលទេអញ្ចឹងឲ្យទៅធ្វើឲ្យខ្ញុំនឹងបានមកថតជុំវិញនឹងដើម្បីមើលថ្ងៃលិចនៅផ្នែកខាងក្រោយនេះឯងហើយកន្លែងមួយទៀតហ្នឹងគឺជាការថតរូបគឺស្អាតមែនតើហ្មងបងឲ្យតែយើងចេះបរិចព្រមគឺមើលឃើញតំបន់ភ្នំបានល្អបន្ទាប់ពីចេញកន្លែងទី2នេះខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងទី3ដែលគេហៅថាភ្នំដោះកមុំនៅកន្លែងនេះគឺគេតែងតែនិយមមកថតជាមួយនឹងក្នុងស្រឡាញ់ខេត្តមណ្ឌលគិរីក៏ដូចជាការមកបន់ស្រន់សុំសេចក្តីសុខខ្ញុំខានមកយូរក៏គេមានកន្លែងមួយដែលសម្រាប់យើងញ៉ាំកាហ្វេបដើមើលថ្ងៃលិចបដើមើលទៅ chill មែនតើកន្លែងទី4ដែលខ្ញុំបានមកនេះគឺគេហៅថាអូរលងស្នេហ៍ឬក៏ផ្លូវអក្សរ S ភាគច្រើនខ្ញុំធ្លាប់មកគឺតែងតែមកមើលពេលព្រឹកឬក៏ពេលថ្ងៃតែសារនេះបដូរបរិយាកាសមកមើលពេលល្ងាចម្ដងមានអីគឺស្អាតមែនតើហើយមេឃទឹកតែភ្លៀងរួចទៀតប៉ុន្តែសំណាងល្អដោយសារផ្លូវដែលយើងឡើងនេះគឺអត់ល្អទេគឺហាប់ណែនល្អមែនតើសំខាន់មេឃទឹកតែភ្លៀងរួចទៀតអញ្ចឹងទៅគឺថាមានពពកអាប់មកស្អាតខ្លាំងហើយពេលដែលយើងឡើងមកដល់លើភ្នំនេះមានខ្យល់ត្រជាក់អីបែបហ្នឹងទៅគឺមានអារម្មណ៍ថាងាយស្រួលមែនតើលះហើយអត់មានបែកញើសទេហើយគេក៏ធ្វើជាផ្ទះដូចកន្លែងញ៉ាំកាហ្វេអញ្ចឹងហើយគេមើលទៅលើបរិយាកាសផ្នែកខាងក្រោយនេះឯងកន្លែងដែលគេពេញនិយមមកថតហ្នឹងគឺកន្លែងផ្លូវអក្សរ S ដើម្បីយើងថតមើលរូបរាងជាផ្លូវដែលឃើញអក្សរ S បែបនេះមកដល់កន្លែងនេះភាគច្រើនពេលខ្លះខ្ញុំតែងតែអង្គុយនៅលើស្មៅនឹងហ្មងដើម្បីថតទៅវាមើលឃើញបរិយាកាសផ្នែកខាងក្រោយច្បាស់ប៉ុន្តែដោយសារសារនេះគឺមេឃភ្លៀងសទឹកអញ្ចឹងហើយគឺមិនអាចអង្គុយបានទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើសិនជាការនិយាយរបស់ខ្ញុំខុសឆ្គងសូមអធិស្ឋានទុកជាមុនផងណាបាយបាយ